ភ្នំពេញនិងតំបន់វាលទំនាបមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី 30% ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីប្រកាសជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី 21 ខែឧសភា ឆ្នាំ 2025 ថាខ្យល់មូសុងនិរតីជាមួយនឹងសម្ពាធទាបដែលគ្របដណ្ដប់លើឈូងសមុទ្រថៃអាងទន្លេមេគង្គនិងសមុទ្រចិនខាងត្បូងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែឧសភា ឆ្នាំ 2025 1តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរិមា25 អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរិមា37 អង្សាសេខ្យល់បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម 4 ម៉ែត្រនៅក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់ខេត្តកំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយនឹងផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 30% ពីតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរិមា25 អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរិមា36 អង្សាសេខ្យល់បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម 3 ម៉ែត្រនៅក្នុង1វិនាទីខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយនឹងផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 25% 3តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរិមា25 អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរិមា36 អង្សាសេខ្យល់បក់មកពីទិសនិរតីនិងបច្ឆិមមានល្បឿនមធ្យម 3 ម៉ែត្រនៅក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយនឹងផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 25% រលកសមុទ្រមានកម្ពស់មធ្យមអបបរិមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរិមា 0.75 ម៉ែត្រនាងសំលីលីពី I Love Cambodia Hot News TV